ប្អូនស្រីនិងប្រពន្ធចុងរបស់ខ្ញុំទំនាក់ទំនងរបស់ពួកគេល្អណាស់ពេលឃើញឆាវ៉ងញូបែបនេះសូមគោរពបងប្រុសឯកឧត្តមខ្ញុំនឹកនាងខ្លាំងណាស់ប៉ុន្តែវាមិនល្អដូចស្ដេចទេទុកនាងចោលបែបនេះទៅព្រះមហាក្សត្រឲ្យនាងអាចបំបត្តិការឈឺចាប់របស់ខ្ញុំបានព្រះមហាក្សត្រនៃស៊ីមីក៏បានមានបន្ទូលថាហរិយាជាទីស្រឡាញ់របស់ខ្ញុំគ្មានអ្វីក្រៅពីចង់ទុកមនុស្សម្នាក់ចោលនៅរាជធានីខ្ញុំមិនព្រមឲ្យប្រពន្ធចុងជាទីស្រឡាញ់របស់ខ្ញុំគោរពតាមខ្ញុំទេវាគំរណាស់សម្រាប់នរណាម្នាក់សុំអ្វីមួយខ្ញុំនឹងទុកជីវិតនាងដាជីហើយអ្វីបានជាអ្នកទាំងអស់គ្នាបានធូរស្រាលហើយចាក់ចេញទៅមុនពេលពិធីសូត្រមន្តចាប់ផ្ដើមអ្នកការដុតធូបនិងការងូតទឹកគឺចាំបាច់ដើម្បីធ្វើឲ្យចិត្តស្ងប់ជីងស៊ីនបាននាំពួកគេចុះទៅជាន់ក្រោមដើម្បីបដូរសម្លៀកបំពាក់មិនអីទេព្រះមហាក្សត្រព្រះនាងយ៉ាសេងដេជីឈប់ព្រះមហាក្សត្រីយានីបានចេញព្រះរាជក្រឹត្យឲ្យបញ្ជាឲ្យចៅឈូគោរពវិញ្ញាណក្ខន្ធម្ចាស់ក្ត្រីអាបានដាតើវាអាចថាខ្ញុំច្រឡំអ្នកជាមួយអ្នកផ្សេងទេអ្នកសុខសប្បាយទេខ្ញុំសុខសប្បាយទេអរគុណទោះបីជាខ្ញុំមិនផ្លាស់ប្ដូរក៏ដោយខ្ញុំនៅតែសង្ហាទោះជាបងប្អូនស្រីទេពអប្សរដែលបានជួបអ្នកនឹងខ្ញុំគ្រូសាមកដល់ហើយប្រញាប់ឡើងលឿនឡើងខ្ញុំគិតថាខ្ញុំជាមនុស្សតែម្នាក់គត់ដោយមិននឹកស្មានដល់មនុស្សម្នាក់ធ្វើដំណើរឆ្លងកាត់ពេលវេលាទាំងអាចជួបជុំក្រុមគ្រួសាររបស់អ្នកនៅទីនេះអ្នកក៏មានប្រព័ន្ធមួយដែរមែនទេខ្ញុំត្រូវការច្រើនជាងប្រព័ន្ធមួយខ្ញុំក៏ត្រូវការភារកិច្ចផងដែរមានតែតាមរយៈការសញ្ជេញម្ចាស់វាំងនៃពិភពលោកវិញទៅលោកម្ចាស់នៃព្រះបរមរាជវាំងមិនមែនដូច្នោះទេតើនោះជាស្ដេចជើមែនទេខ្ញុំបានស៊ូទ្រាំនឹងក្លិនស្អុយនៃអណ្ដូងរ៉ែដែលកំពុងឆេះបេះដូងបានប្រើមិនអាគមឈាមទាំងអស់របស់វានឹងបានលបួងគាត់ព្រោះនាងគិតថាគាត់ជាមនុស្សបែបនោះលទ្ធផលនៃព្រះបរមរាជវាំងនៃពិភពលោកដូច្នេះអ្នកបានលួងលោមយានជាវព្រោះអ្នកមានផ្ទៃពោះនាងត្រូវបានគេសង្ស័យថាជាគោលដៅរបស់អ្នកដូចដែលវាបានប្រែក្លាយនាងស្ទើរតែខ្ញុំដាក់ខ្លួនឯងនៅក្នុងនោះដូច្នេះអ្វីដែលអ្នកក៏ទេនិយាយអ្នកមានភាពតាក់ទាញព្រោះអ្នកកំពុងស្វែងរកដៃគូលេចធ្លោវត្ថុនៃការពិភាក្សាគឺម្ចាស់ក្ត្រីជាងប៉ុន្តែវាលែងមានអ្វីតាក់ទងនឹងខ្ញុំទៀតហើយនាងនឹងស្ដេចជើបានឆ្លុះប្រកែកគ្នាហើយបន្ទាប់មកបានបុកគ្នាជាមួយអ្វីមួយគាត់បានស្លាប់ដោយសារបុកនឹងបង្គោលមួយតើអ្នកណាជាគោលដៅរបស់អ្នកសម្រាប់រឿងស្នេហាក្រុមប្រូតុងឥឡូវនេះខ្វះតែយេវ៉ាប៉ុណ្ណោះតើអ្នកបានធ្វើអ្វីជាមួយយិនជែវយុទ្ធសាស្ត្ររបស់អ្នកវត្ថុនេះគឺជាក្រុមចម្រៀងប្រុសទាំងមូលតើនេះជាភារកិច្ចមែនទេនេះច្បាស់ណាស់ការហាមឃាត់គ្រឿងញៀនគឺជាពរជ័យមួយកុំបារម្ភអីបងស្រីសៀវហុងតើអ្នកដឹងអំពីសៀវភៅទេតើអ្នកណាដែលមិនស្គាល់ជាហុងឈីវអ្នកចំណូលថ្មីនៃជំរំដាំស្មៅសពវចនាធិប្បាយតូចខ្ញុំជាក្មេងក្រហមតូចការបណ្ដុះបណ្ដាលអ្នកប្រើប្រាស់យ៉ាងស៊ីជម្រៅរបស់សៀវភៅជំនាញចែកចង់គឺជាអាវុធដ៏មានឥទ្ធិពលកុំបារម្ភអីខ្ញុំបានរៀបចំយុទ្ធសាស្ត្ររបស់អ្នករួចរាល់ហើយជោគជ័យអរគុណបងប្អូនស្រីជាសំណាងល្អខ្ញុំបានធ្វើវាអ្នកបានចាញ់ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលជាស្ថានភាពគួរឲ្យព្រួយបារម្ភ